ជោគជ័យធំណាស់កម្ពុជាទទួលបានភាពជោគជ័យធំសំខាន់ទាំងវិស័យការពារជាតិនិងវិស័យសេដ្ឋកិច្ចព្រមទាំងការបណ្ដាក់ទុនវិនិយោគស្ទើរគ្រប់វិស័យជាមួយនឹងមហាអំណាចចិន Infosia លោកមនកាយគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនបងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្នេហាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់របស់ Channel Infosia នៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកនៅចំណុចសំខាន់ក្រោយកិច្ចជំនួបពិភាក្សាក៏ដូចជាដំណើរទស្សនកិច្ចដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំកម្ពុជាកម្ពុជាគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីម្សិលមិញនេះនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាព្រមទាំងទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំនៅក្នុងប្រទេសចិនយើងសង្កេតឃើញចំណុចដ៏គួរឲ្យចាប់អារម្មណ៍ដែលคล้ายទៅជាភាពជោគជ័យដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាដើម្បីឲ្យកាន់តែជ្រាបច្បាស់ខ្ញុំសូមគោរពអញ្ជើញបងប្អូនតាមដានទស្សនាជាមួយខ្ញុំឲ្យបានដល់ចប់ពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជារៀងរាល់ថ្ងៃបងប្អូនគ្រាន់តែចុច subscribe លើ Channel Infosia ជាការស្រេចដំណើរទស្សនកិច្ចការងាររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែកក្កដាឆ្នាំ2026បានបញ្ចប់ទៅដោយភាពជោគជ័យយ៉ាងត្រចះត្រចង់និងទទួលបានផ្លែផ្កាដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងមូលនៅក្នុងឱកាសចូលរួមសន្និសីទពិភពលោកស្ដីអំពីបញ្ញាសិប្បនិម្មិតនៅទីក្រុងស៊ីងហៃសម្ដេចធិបតីមិនត្រឹមតែបានបង្ហាញអំពីចក្ខុវិស័យដ៏មុតស្រួចរបស់កម្ពុជាទៅលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងទំនាក់ទំនងមិត្តភាពផ្ដាច់ថែបជាមួយនឹងមហាអំណាចចិនឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតជំនួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីចិនក៏បានក្លាយទៅជាវេទិកាដ៏សំខាន់បំផុតមួយនៅក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីសម្ដៅទៅលើការជំរុញនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យរួមទាំងការអនុវត្តនៅក្របខ័ណ្ឌកិច្ចប្រតិបត្តិការត្បូងពេជ្រនិងការកសាងសហគមន៍វាសនាតែមួយនៅក្នុងយុគសម័យថ្មីជោគជ័យនៃដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការការពារផលប្រយោជន៍ជាតិលើឆាកអន្តរជាតិនៅក្នុងបរិបទដែលពិភពលោកកំពុងតែជួបប្រទះនូវភាពស្មុគស្មាញនៃបញ្ហាសេដ្ឋកិច្ចការរក្សាបាននូវដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយនឹងប្រទេសចិនក៏បានផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងក្លាទៅដល់កម្ពុជានៅក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចឲ្យមានភាពធន់និងចីរភាពយូរអង្វែងសមិទ្ធផលទាំងនេះនឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់កម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050តាមរយៈការផ្លាស់ប្ដូររូបភាពពីប្រទេសអភិវឌ្ឍតូចទៅជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខនេះចំណុចដ៏សំខាន់បំផុតមួយដែលសម្ដេចធិបតីបានលើកឡើងនៅក្នុងជំនួបជាមួយនឹងភាគីចិនគឺការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃដែលកំពុងតែមានភាពតានតឹងដោយសារតែការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជាសម្ដេចធិបតីបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ជូនចំពោះមេដឹកនាំចិនថាកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នៅជំហរដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនៅក្នុងនាមជាមិត្តដៃថែបដែលតែងតែយកចិត្តទុកដាក់ទៅលើសន្តិភាពនៅក្នុងតំបន់ភាគីចិនក៏បានបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរក្សាស្ថិរភាពនិងការគោរពអធិបតេយ្យភាពរបស់កម្ពុជាការលើកយកបញ្ហានេះមកពិភាក្សានៅលើឆាកអន្តរជាតិគឺជាយុទ្ធសាស្ត្រការទូតដ៏ឆ្លាតវៃរបស់សម្ដេចធិបតីដើម្បីឲ្យសហគមន៍អន្តរជាតិបានជ្រាបច្បាស់អំពីទង្វើដែលមិនត្រឹមត្រូវរបស់ភាគីថៃដែលបានរំលោភបំពានលើទឹកដីខ្មែរតាមរយៈការឈូសឆាយធ្វើផ្លូវនិងការកសាងសំណង់ផ្សេងៗកម្ពុជាបានបង្ហាញឲ្យពិភពលោកបានឃើញយ៉ាងច្បាស់ថាទោះបីជាមានការគំរាមកំហែងពីកម្លាំងយោធាថៃយ៉ាងណាក៏ដោយដែលមិនរុញរានៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនឡើយការជជែកពិភាក្សាជាមួយចិននៅក្នុងឱកាសនេះមិនត្រឹមតែជាការស្វែងរកនូវការយល់ចិត្តប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបញ្ជាក់ថាកម្ពុជាមានដៃគូជឿជាក់ទៅលើការគោរពច្បាប់អន្តរជាតិនិងការអភិវឌ្ឍដោយសន្តិវិធីជំហរមើងម៉ាត់របស់សម្ដេចធិបតីបញ្ហាព្រំដែន
ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋកម្ពុជាដែលទាមទារឲ្យថៃបញ្ឈប់សកម្មភាពឈ្លានពាននិងគោរពព្រំដែនដែលបានកំណត់ត្រឹមត្រូវតាមច្បាប់អន្តរជាតិនិងឯកសារផ្លូវច្បាប់ដែលមានអាយុកាលជាយូរយារណាស់មកហើយភាពជោគជ័យនៅក្នុងវិស័យសេដ្ឋកិច្ចនិងការវិនិយោគវិញគឺជារសជាតិផ្អែមល្ហែមបំផុតមួយនៅក្នុងដំណើរទស្សនកិច្ចមួយនេះដោយក្រុមហ៊ុនយក្សរបស់ចិនជាច្រើនបានបង្ហាញឆន្ទៈយ៉ាងមុតមមនៅក្នុងការបណ្ដាក់ទុនបន្ថែមទៀតនៅលើប្រទេសកម្ពុជានាយករដ្ឋមន្ត្រីចិនគឺលោកលីឈៀងក៏បានប្រកាសជំរុញឲ្យក្រុមហ៊ុនធំៗដែលមានសមត្ថភាពខ្ពស់នាំគ្នាទៅវិនិយោគនៅប្រទេសកម្ពុជាដើម្បីបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Haier Group ក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុននៅក្នុងស្រុកដើម្បីបង្កើតរោងចក្រផលិត tablet Mark High-Tech ដំបូងគេបង្អស់នៅកម្ពុជាដែលនឹងជួយលើកកម្ពស់វិស័យ Digital យ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន China Energy International Group ក៏មានគម្រោងពង្រីកការវិនិយោគលើវិស័យផលិតស៊ីម៉ង់ការបង្កើតប្រព្រឹត្តកម្មទឹកស្អាតនិងថាមពលកកើតឡើងវិញដើម្បីគាំទ្រហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាជាមួយគ្នានេះផែនការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសសាំងដុងកម្ពុជានឹងក្លាយទៅជាទីកន្លែងដ៏សំខាន់មួយសម្រាប់ការទាក់ទាញរោងចក្រឧស្សាហកម្មផលិតកម្មទំនើបជាច្រើនទៀតមកកាន់កម្ពុជាសមិទ្ធផលទាំងអស់នេះនឹងបង្កើតទៅជាការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជនកម្ពុជាព្រមទាំងផ្ដល់ឱកាសនៅក្នុងការផ្ទេរបច្ចេកវិទ្យានិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ការចាប់ដៃគូទាំងអស់នេះមិនមែនគ្រាន់តែជាការវិនិយោគធម្មតានោះទេប៉ុន្តែគឺជាការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់អនាគតប្រជាពលរដ្ឋកម្ពុជាទាំងមូលមានក្តីសង្ឃឹមយ៉ាងខ្ពស់ថាការចូលមកដល់របស់ក្រុមហ៊ុនធំទាំងអស់នេះនឹងធ្វើឲ្យវិស័យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើនប្រកបទៅដោយចីរភាពនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ពិភពលោកលើសពីវិស័យសេដ្ឋកិច្ចដំណើរទស្សនកិច្ចនេះក៏បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងការជំរុញវិស័យកសិកម្មឈានទៅរកកម្រិតអន្តរជាតិតាមរយៈការសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យទៅលើការនាំចេញផលិតផលរបស់ខ្មែរសម្ដេចធិបតីជោគជ័យនៅក្នុងការចុះហត្ថលេខាជាផ្លូវការដើម្បីនាំចេញផ្លែខ្នុរស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មហិមារបស់ប្រទេសចិនដែលនេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់កសិករខ្មែរទូទាំងប្រទេសការបើកផ្លូវសម្រាប់ផ្លែខ្នុរស្រស់មិនមែនជារឿងធម្មតានោះទេប៉ុន្តែវាបង្ហាញថាផលិតផលកសិកម្មរបស់កម្ពុជាមានគុណភាពស្តង់ដារអន្តរជាតិដែលចិនមានភាពជឿជាក់យ៉ាងខ្លាំងនៅក្នុងការនាំចូលនេះនឹងក្លាយទៅជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កសិករនៅក្នុងការបង្កើនផលិតកម្មនិងការកែច្នៃកសិផលឲ្យកាន់តែល្អប្រសើរដើម្បីពង្រឹងនូវការនាំចេញទៅកាន់ទីផ្សារពិភពលោកជាមួយនឹងការគាំទ្រពីចិននៅក្នុងវិស័យច្រករបៀងមច្ឆានិងអង្ករផលិតផលកសិកម្មកម្ពុជាត្រូវបានរំពឹងថានឹងមានទីផ្សារកាន់តែទូលំទូលាយនិងមានតម្លៃខ្ពស់ជាងមុនយ៉ាងច្រើនរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យមានការវិនិយោគទៅលើវិស័យកសិឧស្សាហកម្មដែលជាចំណុចគន្លឹះមួយនៅក្នុងការបង្កើនតម្លៃបន្ថែមឲ្យផលិតផលរបស់កម្ពុជាមុននាំចេញទៅក្រៅប្រទេសជោគជ័យនេះនឹងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាពិសេសប្រជាកសិករនៅជនបទឲ្យមានភាពប្រសើរឡើងនិងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការកាត់បន្ថយភាពក្រីក្រសម្ដេចធិបតីបានបញ្ជាក់ថាកម្ពុជានឹងបន្តយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មនេះដើម្បីធានាបាននូវសន្តិសុខស្បៀងនិងការអភិវឌ្ឍជនបទឲ្យកាន់តែមានសោភ័ណភាពរាល់សមិទ្ធផលដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ចនេះគឺសុទ្ធសឹងតែជាការឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងដ៏មហិមារបស់សម្ដេចធិបតីដើម្បីផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាជនខ្មែរគ្រប់រូបមួយវិញទៀតនៅមានចំណុចសំខាន់មួយគឺនៅព្រឹកថ្ងៃទី17ខែកក្កដាឆ្នាំ2026នេះផ្ទាល់តែម្ដងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអនុញ្ញាតឲ្យលោក Zenbo ប្រធានក្រុមហ៊ុនអភិបាលនិងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China ឬក៏ហៅកាត់ថា COMAC ជួបសម្ដែងការគូសំពិភាក្សាអំពីការងារដែលនោះគឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិនដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2008បច្ចុប្បន្ននេះក្រុមហ៊ុនបានផលិតនិងដាក់ដំណើរការយន្តហោះខ្នាតតូចប្រភេទ Comac C909 ឬក៏ ARJ21 សម្រាប់តំបន់ផងដែរដែលមានកៅអីរហូតដល់78ឬក៏ដល់90កៅអីឯណោះហើយនឹងកំពុងតែអភិវឌ្ឍប្រភេទយន្តហោះខ្នាតធំប្រភេទ Comac C929 ដែលមានកៅអី282ដល់440កៅអីដែលអាចហោះហើរបានចម្ងាយរហូតដល់ 12,000 គីឡូម៉ែត្រនិងគ្រោងហោះហើរស
ក់លបងនៅក្នុងរង្វង់ឆ្នាំ2030នេះហើយសរុបសេចក្តីមកដំណើរទស្សនកិច្ចការងាររយៈពេល3ថ្ងៃរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅកាន់ប្រទេសចិនគឺបានទទួលនូវលទ្ធផលដ៏អស្ចារ្យនិងមានសារៈសំខាន់បំផុតសម្រាប់ជោគវាសនាប្រទេសជាតិនៅក្នុងដំណាក់កាលពេលបច្ចុប្បន្ននេះសម្ដេចធិបតីបានបង្ហាញពិភពលោកថាកម្ពុជាគឺជាប្រទេសតូចដែលមានជំហរការទូតដ៏មុតស្រួចមានដៃគូយុទ្ធសាស្ត្រដ៏រឹងមាំនិងមានសមត្ថភាពនៅក្នុងការទាក់ទាញវិនិយោគិនពីគ្រប់ទិសទីមកអភិវឌ្ឍជាតិជោគជ័យនៅក្នុងការចរចាលើបញ្ហាព្រំដែនជាមួយនឹងថៃនិងបានបង្ហាញអំពីការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការការពារទឹកដីខណៈពេលដែលជោគជ័យធំនៅលើវិស័យសេដ្ឋកិច្ចបានបង្ហាញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាការពង្រឹងទំនាក់ទំនងកម្ពុជាចិនមិនត្រឹមតែជាការទូតដើម្បីផលប្រយោជន៍បច្ចុប្បន្ននោះទេប៉ុន្តែវាគឺជាការកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយដែលនឹងទទួលបាននៅប្រទេសជាតិដែលមានសេដ្ឋកិច្ចរឹងមាំនិងមានការអភិវឌ្ឍលើអធិបតេយ្យភាពពេញលេញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានមោទនភាពក្រៃលែងចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីដែលតែងតែយកផលប្រយោជន៍ជាតិនិងប្រជាជនជាធំនៅក្នុងគ្រប់សកម្មភាពការងារទាំងអស់សមិទ្ធផលទាំងអស់នេះនឹងក្លាយទៅជាគ្រឹះដ៏សំខាន់សម្រាប់កម្ពុជាបន្តឈានទៅមុខនៅលើមាគ៌ានៃការអភិវឌ្ឍសន្តិភាពនិងភាពរុងរឿងជានិរន្តរ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនឹងត្រូវបានចារឹកទុកនៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាថាជោគជ័យដ៏ធំធេងនៃការទូតសម័យថ្មីនាំមកនូវសុភមង្គលនិងភាពជោគជ័យទៅដល់សង្គមជាតិទាំងមូលកម្ពុជានឹងបន្តពង្រឹងមិត្តភាពដ៏ល្អនេះដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋទាំងអស់និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ឲ្យទទួលបានលទ្ធផលជាវិជ្ជមានបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានចំណុចនេះបងប្អូនប្រហែលជាមានចម្ងល់មួយពាក់ព័ន្ធជាមួយនឹងវិស័យការពារជាតិថាតើចិនមានជួយអ្វីឬក៏ចិនមានទំនាក់ទំនងអ្វីគឺគេមិនបានលើកយកមកនិយាយនៅចំពោះមុខនៃបញ្ហានេះទេអានេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទៃក្នុងរបស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនផ្ទាល់តែម្ដងប៉ុន្តែនៅត្រង់ចំណុចការទូតគេបានលើកឡើងយ៉ាងច្បាស់ហើយថាសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសទៅកាន់ភាគីចិនថាខណៈពេលនេះគឺថៃពិតជាធ្វើការឈ្លានពានកម្ពុជាប្រកាសមែនដើម្បីផ្ញើសារមួយទៅកាន់ពិភពលោកហើយកម្ពុជាបានអះអាងនិងបដិញ្ញាចិត្តយ៉ាងខ្ពស់ថាកម្ពុជានៅតែបន្តដោះស្រាយវិបត្តិនេះដោយសន្តិវិធីដោយប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការការទូតដែលមានស្រាប់កន្លងមកជាមួយនឹងប្រទេសសៀមសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនៅតែបន្តតាមដានអំពីវឌ្ឍនភាពនៃបញ្ហាព្រំដែននេះជាបន្តបន្ទាប់នៅក្នុង Channel Infoshare អរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ Infoshare